មេសឹករងស្រុកឆែបសុកចិត្តបៀមក្របកំភ្លើងក្នុងសាច់ជាង30ថ្ងៃក្នុងពេលផ្ទុះសង្គ្រាមជាមួយចៅសៀមតែមិនរត់ចោលកូនចៅឡើយអនុសេនីយ៍ឯករស់សារុនអាយុ51ឆ្នាំមេបញ្ជាការផ្នែកសឹករងស្រុកឆែបខេត្តព្រះវិហារដែលឈរជើងនៅទិសបោះស្បូវជាំតែដែលបានរងរបួសពីគ្រាប់កាំភ្លើងកាលពីថ្ងៃទី9ខែធ្នូឆ្នាំ2025នៅក្នុងពេលដែលកងទ័ពថៃបានបាញ់ប្រហារឈ្លានពានមកលើទឹកដីកម្ពុជាបើតាមការបង្ហោះព័ត៌មានរបស់អ្នកអង្គការមុងរដ្ឋីសមាជិកប្រសិទ្ធិលើទំព័រ Facebook ផ្លូវការនារសៀលថ្ងៃទី13ខែមករាឆ្នាំ2026បានឲ្យដឹងថាបន្ទាប់ពីរងរបួសអនុសេនីយ៍ឯករស់សារុនបានត្រឹមតែរុំក្រណាត់លើរបួសនិងបន្តដឹកនាំកងកម្លាំងប្រយុទ្ធការពារទឹកដីជាមួយកូនទាហានទោះបីជាគ្រាប់កាំភ្លើងនៅបៀមក្នុងសាច់ដៃក៏ដោយអ្នកអង្គការមុងរដ្ឋីបានបញ្ជាក់ថាមូលហេតុដែលមេបញ្ជាការសឹករងស្រុកឆែបមិនព្រមទៅព្យាបាលភ្លាមគឺដោយសារតែមិនចង់ចាក់ចេញពីសមរភូមិនិងមិនចង់ទុកកូនទាហានចោលខណៈដែលស្ថានភាពប្រយុទ្ធនៅតំបន់ព្រំដែនក៏កំពុងតែតានតឹងខ្លាំងក្រោយពីសភាពការមានសភាពធូរស្រាលនៅថ្ងៃទី12ខែមករាឆ្នាំ2026អនុសេនីយ៍ឯករស់សារុនទើបព្រមចូលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនៅខេត្តព្រះវិហារនៅថ្ងៃទី13ខែមករាឆ្នាំ2026ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកគ្រាប់កាំភ្លើងប្រភេទ M16 ដែលបៀមក្នុងសាច់អស់រយៈពេលជាង30ថ្ងៃចេញដោយជោគជ័យហើយស្ថានភាពបច្ចុប្បន្នកំពុងតែមានភាពល្អប្រសើរវិញហើយ